តោះថ្ងៃហ្នឹងនាំបងប្អូនទៅជួបមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំជាមួយនឹងប្តីខ្ញុំបានស្គាល់គ្នាហើយតាក់ទងគ្នាដល់រាល់ថ្ងៃហ្នឹងគាត់ហ្នឹងគឺជាមិត្តភក្តិរបស់ប្តីខ្ញុំនឹងឯងតែមុនចេញដំណើរទៅគឺថានាំគ្នាញ៉ាំអីឲ្យឆ្អែតសិនព្រោះទៅជួបគាត់ហ្នឹងដល់តែថ្ងៃល្ងាចហើយប្តីខ្ញុំជាមួយនឹងគាត់ហ្នឹងខានជួបគ្នាប្រហែលជាមួយឆ្នាំជាង7-2ឆ្នាំហើយកាលពីខ្ញុំអត់ទាន់មានមេអូនគឺទៅជួបគ្នានៅស្រុកខ្មែរម្ដងដែរហើយបើមានបងប្អូនចង់ស្ដាប់ពីប្រវត្តិស្នេហារបស់ពួកខ្ញុំហ្នឹងវីដេអូក្រោយខ្ញុំនឹងសម្រាយខ្លះៗឥឡូវមកញ៉ាំអត់មានញ៉ាំអីទេមានតែញ៉ាំឡូស៊ូហ្វិនគេនឹងឯងដំបូងឡើយគិតថាទៅលេងផ្ទះគាត់ទេប៉ុន្តែប្រពន្ធគាត់អត់នៅផ្ទះដល់ពេលអញ្ចឹងគាត់ឡើងមកលេងនេះវិញម្ដងអីប្រពន្ធគាត់នឹងរវល់ទៅញ៉ាំការប្អូនថ្លៃគាត់បាត់ហើយចឹងហើយមានតែណាត់ជួបគ្នាមកញ៉ាំអីនឹងក្រៅនឹងឯងណាមួយពួកគាត់ខានជួបគ្នាមួយឆ្នាំជាងហើយតែទៅជួបគាត់នឹងមានទៅជួបយូរអីទេព្រោះអីយើងណាត់គ្នាញ៉ាំបាយហាងក្រៅលើនេះមុននឹងទៅយកអីវ៉ាន់មកទុកនៅផ្ទះអ៊ីសិនដឹងថាល្ងាចហ្នឹងប្តីខ្ញុំដឹងតែផឹកស្រាហ្មងពេលអញ្ចឹងយកឡានហើយនឹងអីវ៉ាន់មកទុកផ្ទះអ៊ីវិញនៅស្រុកនេះបើយើងហូបស្រាហូបអីហ្នឹងគឺថាបើកឡានបានទេមកដល់ផ្ទះអ៊ីហ្នឹងគឺថានៅក្រោមហ្នឹងគឺមានកន្លែងក្មេងលេងប្តីខ្ញុំគេដាក់ឲ្យកូនលេងផ្លេតសិនទៅកូនមានតន់ចេះលេងអីចេះតែវាតិចតួចហ្នឹងនិយាយពីថាហៅគ្រាន់តែហៅប្រាប់ថាថតហើយហ្នឹងគេញ៉ាំស្ញែងដាក់កាមេរ៉ាហ្មងមើលយូរទៅគ្រឿតកូនខ្លួនឯងខ្លាំងហ្មងចានិយាយថាថតដឹងតែញ៉ាំស្យុះស្គៀយហ្មងអញ្ចឹងឥឡូវបន្ទាប់ពីឲ្យកូនលេងហើយអីហើយហ្នឹងគ្នាហៅឡានជិះពីផ្ទះទៅស្រុកធំដើម្បីជួបជាមួយនឹងមិត្តភក្តិគាត់នឹងឯងពួកអីប្តីគាត់ដឹងជើងភេលថាទៅជួបមិត្តភក្តិគាត់ដឹងតែមានការហូបស្រាហូបអីអញ្ចឹងហើយកុំបើកឡានខ្លួនឯងទៅនាំតែពិបាកហៅគេបើកឲ្យអញ្ចឹងសុកចិត្តជិះឡានឈ្នួលទៅហ្មងទៅបន្ទាប់ពីហៅឡានជិះហើយរហូតដល់លើមកដល់កន្លែងជួបគ្នាមកជួបគ្នាហើយក៏នាំគ្នាដើរទៅហាងរកអីញ៉ាំហ្មងទៅហើយហេតុផលដែលគាត់ធ្វើឲ្យខ្ញុំជាមួយនឹងប្តីខ្ញុំស្គាល់គ្នានឹងដោយសារអញ្ចេះកាលពី2019ហ្នឹងគាត់នឹងមកធ្វើការនៅស្រុកខ្មែរមុនប្តីខ្ញុំហើយគាត់មកធ្វើបានដូចជាកន្លះឆ្នាំគាត់ត្រឡប់ទៅរៀបការវិញហើយពេលដែលគាត់រៀបការហើយហ្នឹងគឺថាគាត់ចុះទៅធ្វើការនៅស្រុកខ្មែរវិញហើយក៏ហៅប្តីខ្ញុំហ្នឹងទៅស្រុកខ្មែរធ្វើការមួយគ្នាប៉ុន្តែពេលប្តីខ្ញុំជាមួយគាត់ទៅស្រុកខ្មែរដំបងគឺថាអត់ទាន់ស្គាល់គ្នាជាមួយខ្ញុំទេប្តីខ្ញុំគាត់ទៅធ្វើការនៅស្រុកខ្មែរបានឡើងមួយឆ្នាំជាងហើយបានស្គាល់គ្នាមួយខ្ញុំអញ្ចឹងហើយបាននិយាយថាដោយសារគាត់នឹងឯងដែលនាំឲ្យខ្ញុំជាមួយនឹងប្តីខ្ញុំបានស្គាល់គ្នាដល់សប្តាហ៍ហ្នឹងហើយគាត់ហ្នឹងគឺមានប្រពន្ធហើយមានកូន2នាក់ហើយដូចគ្នាប៉ុន្តែស្ដាយខ្ញុំអត់ទាន់បានជួបប្រពន្ធនឹងកូនគាត់ទេដោយសារតែប្រពន្ធកូនគាត់ដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងឡាយទៅរវល់ការប្អូនថ្លៃគាត់អញ្ចឹងចាំមានឱកាសលើកក្រោយទៅញ៉ាំបាយនៅផ្ទះគាត់វិញម្ដងនេះគឺថាមកនាំគ្នាញ៉ាំស៊ុបមាន់នេះហូបវិញនិយាយពីហៅឡើងពេញតុកហ្មងរួចហូបគ្នាតែ3នាក់ទេកូនខ្ញុំនេះមានហូបអីគេកើតមានតែច្បាច់ផ្សិតលេងទៅតែហាងហ្នឹងមកញ៉ាំមានអីមានអារម្មណ៍ថាម្ហូបរៀងឆ្ងាញ់គួរសមដែរម្ហូបហូបទៅស្តៀងម្ហូបខ្មែរដែរបន្ទាប់ពីញ៉ាំចុះញ៉ាំឡើងហ្នឹងគាត់នៅប្រែកគ្នាអញ្ចឹងទៅខ្ញុំនាំកូននេះមកដើរលេងនឹងក្រៅផ្លេតឃើញចាស់នៅស្រុកនេះគាត់នៅដើរហាត់ប្រាណអញ្ចឹងណាដូចជាលោកយាយមិញហ្នឹងគឺគាត់ហាត់ប្រាណឡើងយូរហ្មងហើយលោកតានៅខាងក្រោយហ្នឹងប្រហែលជាប្តីរបស់គាត់នឹងឯងដើរតាមពីក្រោយឲ្យប្រពន្ធដើរហាត់ប្រាណរុញចុះរុញឡើងហ្នឹងគឺថាកូនខ្ញុំអត់ដេកទេហើយប្តីខ្ញុំដើរទៅហៅខ្ញុំឲ្យមកហូបបាយវិញសិនតែចាំហូបឆ្អែតហើយចាំរុញកូនឲ្យដេកវិញបើឥឡូវកូនអត់ទាន់ដេកផងហ្នឹងហើយពួកគាត់បន្តនិយាយគ្នានិយាយអីទៅហើយផឹកស្រាផឹកអីទៅហើយប្តីខ្ញុំវិញគេថាថ្ងៃហ្នឹងគេផឹកអស់ច្រើនខ្លាំងមែនតើរាល់ដងផឹកតែ1ដប2ដបអីហ្នឹងច្រើនណាស់ពេលថ្ងៃនេះផឹកអស់ឡើង6ដប7ដបហ្មង2នាក់តែម្នាក់6 7ដបគាត់ទៅហូបហើយរៀបចេញទៅផ្ទះហ្នឹងគឺថាមេឃភ្លៀងមកឈុលយកបដ ாய் បន្តនឹងអង្គុយចាំរហូតដល់រាំងភ្លៀងបន្នំគ្នាទៅផ្ទះវិញដែរវីដេអូនេះមានតែប៉ុណ្្នេះឯងជួបគ្នាវីដេអូក្រោយ